អំពីហេតុដូចម្ដេចបានជាគ្មានបរទេសណាថ្កោលទោសសៀមលើអំពើឈ្លានពានរបស់សៀមមកលើកម្ពុជានៅក្នុងថ្ងៃទី16ម៉ាសិលមិញនេះមានប្រព័ន្ធ social media ចិនច្រើនណាស់ដែលបានបង្ហាញពីការសប្បាយរីករាយអំពីការសប្បាយរីករាយអបអរសាទរដែលសៀមទម្លាក់គ្រាប់បែកនៅកម្ពុជាបងប្អូនដឹងទេជនជាតិចិនរាប់លាននាក់ណាជនជាតិចិនរាប់លាននាក់ដែលនៅក្នុង social media បែរទៅជាអបអរសាទរចំពោះសៀមដែលវាទម្លាក់គ្រាប់បែកនៅកម្ពុជា social media ចិនរាប់លាននាក់នៅក្នុង WeChat ណាអូខេត្រង់ហ្នឹងគឺរាប់លាននាក់បែរទៅជាអបអរសាទរចំពោះសៀមដែលវាឈ្លានពានកម្ពុជាហើយវាទម្លាក់គ្រាប់បែកវាទៅជាអបអរសាទរទៅវិញ social media កូរ៉េខាងត្បូងរាប់ពាន់នាក់អបអរសាទរនឹងសៀមបាញ់កំទេចនឹងទម្លាក់គ្រាប់បែកនៅកម្ពុជា social media ជប៉ុនក៏ដូចគ្នា ឥណ្ឌូនេស៊ីក៏ដូចគ្នាម៉ាឡេស៊ីក៏ដូចគ្នានៅវៀតណាមពួកវៀតណាមសប្បាយចិត្តឃើញសៀមបំផ្លាញ scam centers នៅកម្ពុជានៅអឺរ៉ុបគេអត់មានអាណិតខ្មែរតលតាសោះម្នាក់បិទមាត់ចិត្តហើយបើរាជរដ្ឋាភិបាលប្រទេសណាមួយគ្រាន់តែនិយាយថាចង់ឃើញជានានឹងគ្នាសូម្បីតែសហរដ្ឋអាមេរិកប្រជាជនអាមេរិកអត់មានអ្នកណាមួយចាប់អារម្មណ៍នឹងសៀមទម្លាក់គ្រាប់បែកលើខ្មែរទេអត់មានទេនេះសូមបងប្អូនស្ដាប់ឲ្យច្បាស់ថាសៀមឈ្លានពានលើខ្មែរតែអត់មានអ្នកណាកោតទោសពីព្រោះគេសប្បាយចិត្តនឹងសៀមទម្លាក់គ្រាប់បែកលើអ្វីដែលសៀមបានបង្ហាញថាសម្បុកចោល scam នៅប្រទេសកម្ពុជាដែលឡើងលុយឲ្យអ្នកកាន់អំណាចនេះខ្លាំងណាស់បងប្អូនការខិតខំផ្នែកការទូតរបស់កម្ពុជាមិនសូវបានផលត្រង់កម្ពុជាគឺជាសម្បុក scammer ថ្ងៃទី17នេះមានរឿងមួយទៀតប៉ុន្តែខ្ញុំចង់ជម្រាបថ្ងៃ16សិនម្សិលមិញ talk show ម្នាក់ល្បីនៅអាមេរិកណាដែល subscription របស់គាត់វាមាន40 channel ដែលគេផ្សាយបន្តជាភាសាអង់គ្លេសជាភាសាបារាំងចិនផងដែរលោកស្រីម្នាក់ឈ្មោះគាត់លីដែលអានថាលីណាសរសេរលេនាងម្នាក់នេះជា talk show មួយដែលល្បីនៅសហរដ្ឋអាមេរិក channel គាត់មួយនេះមានតែប្រហែល397ទេអានេះ channel គាត់មួយនាងម្នាក់នេះល្បីដោយសារអាមេរិកកាំងគេមើលនាងហ្នឹងគេទទួលស្គាល់ថានាងហ្នឹងមានចំណេះចេះដឹងជ្រៅជ្រះអំពីស្រុកចិននាងហ្នឹងថ្ងៃទី16កន្លងទៅនេះនាងហ្នឹងបានចេញវីដេអូហ្នឹងដែលមកទល់ពេលនេះមានមនុស្សតែ 12000 នាក់ទេពីព្រោះមនុស្សដែលចូលចិត្តស្ដាប់នាងហ្នឹងគឺនិយាយពីនយោបាយចិននាងហ្នឹងចេញវីដេអូមួយក្លឹបនេះ Why the Chinese thank Thailand ណាប្រែជាភាសាខ្មែរថាតើហេតុអ្វីបានជាប្រជាជនចិនហ្នឹងអរគុណ Thailand ណានេះគឺជារឿងមួយណា
ដែលគាត់និយាយថាខ្ញុំប្រែឲ្យបងប្អូនស្ដាប់ខ្ញុំអានជាអង់គ្លេសទេខ្ញុំ transcribe show គាត់ហ្នឹងខ្ញុំអានជាអង់គ្លេសឲ្យបងប្អូនស្ដាប់តែមុននឹងខ្ញុំអានឲ្យបងប្អូនស្ដាប់ខ្ញុំសូមប្រាប់ថាបើបងប្អូនចូលបងប្អូនបដិសេធនៅអ្វីដែលកើតជំវិញបងប្អូនរំលង show នេះមួយតែបើបងប្អូនចង់ដឹងចង់សិក្សាស្រាវជ្រាវអានឹងបងប្អូនធ្វើចុះតែបើបងប្អូនស៊ីចូលបងប្អូនរំលង show នេះក៏មើលពីព្រោះបងប្អូនស្ដាប់អត់ចូលទេណាអូខេខ្ញុំប្រែខ្ញុំអានជាភាសាអង់គ្លេសពីព្រោះខ្ញុំ transcribe វាជាភាសាអង់គ្លេសទេពាក្យសម្ដីដែលនាងនឹងនិយាយណាខ្ញុំអានជាភាសាអង់គ្លេសតែខ្ញុំនិយាយជាខ្មែរណាខ្ញុំនិយាយជាខ្មែរការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងថៃឡែនបានកើតឡើងជាថ្មីម្ដងទៀតលទ្ធផលនៃការច្បាំងគ្នានេះបណ្ដាលឲ្យកងទ័ពថៃនិងយន្តហោះចម្បាំងថៃវាយប្រហារនិងទម្លាក់គ្រាប់បែកលើអាគារស្គមនៅក្នុងទឹកដីកម្ពុជាជាច្រើនកន្លែងបណ្ដាលឲ្យផ្ទុះប្រតិកម្មក្នុង social media ចិនជាពិសេសចិននៅដីគោកបានហូរកញ្ជ្រៀវអបអរយ៉ាងខ្លាំងដោយហ៊ានចេញមុខសរសើរកងទ័ពថៃអរគុណកងទ័ពថៃថាបានធ្វើអ្វីដែលជនជាតិចិនរាប់លានអ្នកហ៊ាននិយាយថារដ្ឋាភិបាលរបស់ខ្លួនបានបរាជ័យមិនធ្វើជនជាតិចិនរាប់លានអ្នកនេះអបអរសាទរលើកងទ័ពថៃដែលទម្លាក់គ្រាប់បែកនិងបំផ្លាញ scam pox សួន scam មិនមែនអាគារ scam គេថាសួន scam pox ដែលជនជាតិចិនរងគ្រោះរាប់ឆ្នាំមកហើយរដ្ឋាភិបាលចិនធ្វើមិនបែកមានន័យថាអត់ធ្វើការឥឡូវនេះការកំទេច scam center នៅក្នុងប្រទេសកម្ពុជាបានត្រូវជនជាតិចិនដីគោកនិងចិនហុងកុងម៉ាកាវអបអរសាទរសម្បើមណាស់ក៏ប៉ុន្តែមានរឿងមួយដែលខ្ញុំចង់យកមកជម្រាបប្រិយមិត្តនាងលៃហ្នឹងក៏និយាយណាគឺជារឿងមួយដែលប្រទេសកម្ពុជាមានបង្កើតរបស់មួយដែលគេហៅថា The Academy of Cambodia Life Science ប្រែជាភាសាខ្មែរថាបណ្ឌិតសភាវិទ្យាសាស្ត្រខាងជីវិតបណ្ឌិតសភាវិទ្យាសាស្ត្រខាងជីវិត The Academy of Cambodia Life Science រៀបចំឡើងនៅទីក្រុងភ្នំពេញដែលគេអះអាងថាជាវិទ្យាឋានសិក្សាវិទ្យាសាស្ត្រខាង baby និងខាង infant stem cell production អស្ចារ្យណាស់លោកអ្នកប្រុសស្រីប្រទេសកម្ពុជាតូចមួយដែលសិស្សានុសិស្សនៅកម្ពុជាប្រឡងចប់ high school គិតលេខមិនចាញ់คล้ายទៅជាប្រទេសមួយដែលបានបង្កើត Academy of Cambodia Life Science ហើយកម្ពុជាคล้ายទៅជាប្រទេសដែលមាន stem cell production and research តើយើងអាចជឿបានទេប្រទេសដែលខ្សោយខាងការអប់រំបែរទៅជាមាន Academy ហើយទៅជាមានវិទ្យាឋានសិក្សាខាងវិទ្យាសាស្ត្រជីវិត stem cell ទៅវិញអ្នកតាមដានរឿងនេះជឿថា Academy of Cambodia Life Science នោះវាមានទីតាំងនៅមិនឆ្ងាយពី Scam Center ទេគេដាក់បទសង្ស័យថាវាជា Stem Cell Center របស់ Scam ដែលពួកចោរកម្ម Scammer កំពុងតែធ្វើមុខរបរ Biotech កម្ពុជាបានត្រូវគេដឹងថាជាកន្លែងភ្ញាស់កូនគេបានជួលស្រីជាតិនានារួមទាំងស្រីខ្មែរជាច្រើនរយនាក់ឲ្យពោះដើម្បីបង្កើតកូនហើយគេនាំកូននឹងចេញទៅឡាវទារកនឹងត្រូវបានលក់នៅក្នុង adoption network នៅខាងក្រៅដែលគេកែប្រែក្រដាសស្នាម
សម្រាប់នាំទារកចេញពីកម្ពុជាសូម្បីតែរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ចាប់ស្ត្រីរាប់សិបនាក់ដែលគេតាក់ទងឲ្យមកពោះនៅកម្ពុជាឥឡូវនេះគេកំពុងតែចាប់អារម្មណ៍នឹង stem cell production នៃ Academy of Cambodia Life Science ដែលនៅមិនឆ្ងាយប៉ុន្មានពី Scam Center ទេចុះហេតុដូចម្តេចបានជាកម្ពុជាពូកែខាង Biotech នៅពេលដែលសិស្សវិទ្យាល័យគិតលេខមិនចេញត្រង់នេះធ្វើឲ្យអ្នកសង្កេតការណ៍ទូទៅយល់ឃើញថា Biotechnology ដែលគេកំពុងតែធ្វើនៅក្នុង Cambodia Academy of Life Science នេះគឺជា Scam Center មួយដែលជាប់តាក់ទងនឹងវិទ្យាឋានពិសោធន៍មេរោគនៅទីក្រុង Wuhan Institute of Virology តាមរយៈ Wuhan Institute of Virology scammer ចិនបានមកបើក Academy of Life Science នៅកម្ពុជាដើម្បីធ្វើ stem cell នាំយកទៅលក់នៅក្នុងទីផ្សារងងឹតជនជាតិចិនសប្បាយរីករាយដោយឮថាថៃបានទម្លាក់គ្រាប់បែកគេសង្ឃឹមថាសង្គ្រាមនៅកម្ពុជាអូសបន្លាយទៅមុខអនុញ្ញាតឲ្យប្រទេសថៃទម្លាក់គ្រាប់បែកទៅលើ Scam Center មួយចំនួនទៀតដែលលាក់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលកម្ពុជាឈរឈ្មោះឲ្យអក្រិតជនចិនប្រតិបត្តិការនៅទីនោះត្រង់នេះគឺជាចំណែកណាត្រង់នេះគឺជាចំណែកណាត្រង់នេះគឺជាចំណែកមួយដែលលោកស្រីនេះគាត់ធ្វើ show មួយនៅថ្ងៃទី16ម្សិលមិញណាអញ្ចឹង Scam Center នៅប្រទេសកម្ពុជាមិនមែនគ្រាន់តែចាប់ចម្រិតរត់ពន្ធគ្រឿងញៀន hacking ទេគឺឥឡូវនេះ Scam Center នៅប្រទេសកម្ពុជាគឺកំពុងតែប្រកបមុខរបរទុច្ចរិតខាង stem cell នេះគឺជាការដែលលោកស្រីហ្នឹងគាត់និយាយណាខ្ញុំចង់ឲ្យបងប្អូនណាដែលអាចគិតបានក៏ស្ដាប់ទៅបើបងប្អូនណាមិនចូលចិត្តព័ត៌មានក៏សូមរំលងទៅណាបងប្អូនណាដែលមិនចូលចិត្តព័ត៌មានក៏រំលងទៅពីព្រោះខ្ញុំនិយាយនេះខ្ញុំយកព័ត៌មានមកផ្សាយទេហ្នឹងចំណុចណាចំណុចបន្តមកទៀតនៅពេលថ្មីនេះណានៅពេលថ្មីនេះកងទ័ពថៃបានរឹបយកបាននៅក្នុងសន្តាគារ Scam Center ដែលកងទ័ពថៃបាញ់ប្រហារនោះកងទ័ពថៃបានរកឃើញសពាវុធចិនដ៏ទំនើបដែលស្ដុកទុកនៅក្នុង Scam Center ណាដែលស្ដុកទុកនៅក្នុង Scam Center នោះគេបានរកឃើញនៅអាវុធទំនើបដូចតទៅណាពួកទាហានថៃភ្ញាក់យ៉ាងខ្លាំងណានៅពេលដែលទាហានថៃបានទៅឃើញគំនរសពាវុធនៅក្នុង Scam Center ដែលអាវុធពួកថៃញាក់សាច់សឹងតែមិនជឿអ្វីដែលអាវុធពួកថៃញាក់សាច់សឹងតែមិនជឿនោះគឺកាំជ្រួចប្រភេទ C705 ចុះហេតុដូចម្តេចបានជាកាំជ្រួចប្រភេទ C705 វាទៅនៅក្នុង Scam Center វិញណាទៅនៅក្នុង Scam Center វិញហើយអ្វីជាប្រភេទកាំជ្រួច C705 វាគឺជាកាំជ្រួចបាញ់ពីលើគោកទៅនឹងនាវាតាមវិក័យប័ត្រទិញដូរសពាវុធកម្ពុជាអត់មានកាំជ្រួចនឹងទេក៏ប៉ុន្តែកងទ័ពថៃបានរកឃើញកាំជ្រួចនឹងនៅក្នុង Scam Center ទៅវិញរូបភាពនៃកាំជ្រួចនេះត្រូវបានបញ្ជូនទៅឲ្យទូតថៃនៅបាងកកទូតចិននៅបាងកក Thailand ឲ្យរដ្ឋាភិបាលចិនជួយបញ្យល់ឬក៏ឲ្យរដ្ឋាភិបាលចិនដឹងឮថា
scammer មិនមែនគ្រាន់តែរកស៊ី scam ទេគឺរកស៊ីដឹកនាំអាវុធទៀតចុះហេតុដូចម្តេចបានជាអាវុធនឹងធ្លាក់មកដល់កម្ពុជាគឺអាវុធ C705 ដែលជាកំជ្រួចបាញ់ Naval បន្ទាប់ពីកំជ្រួច C705 កំជ្រួចបាញ់ដាក់លើស្មា FN6 ជាច្រើនគ្រឿងក៏រកឃើញនៅក្នុង scam center សន្តាគារដែលកងទ័ពថៃបាញ់នោះដែរហើយនៅពេលថ្មីនេះគេបានរកឃើញរ៉ុកកែតសម្រាប់បាញ់រថក្រោះទំនើបបំផុតប្រភេទ GAM 102ដែលកងទ័ពកម្ពុជាបានទុកចោលពេលដកទ័ពចេញពីតំបន់ដែលប្រយុទ្ធគ្នាតាមស្ថិតិនៃការសិក្សារបស់អ្នកតាមដានអំពីចំណូលដែលពួក scammer រកបានគេបានដឹងថាប្រាក់ចំណេញពី scam នៅកម្ពុជាមានចំនួនពី12ដល់19លានពាន់លានដុល្លារ12ដល់19,000លានដុល្លារនៅពេលដែល GDP កម្ពុជាមានទំហំ46ទៅ50,000លានដុល្លារបើយោងទៅតាម profit ប្រាក់ចំណេញរបស់ scam វាសឹងតែតំណាងឲ្យ25ទៅ40% នៃ GDP កម្ពុជាយើងមិនបាននិយាយអំពីចំណូលទេយើងនិយាយពីចំណេញគឺទ្រព្យមហាសាលដូច្នេះហើយមានន័យថាការរកឃើញទាំងអស់នេះហើយដែលធ្វើឲ្យបរទេសខ្សឹកខ្សៀវថាអ្វីដែលថៃកំពុងធ្វើហើយរដ្ឋាភិបាលកម្ពុជាកំពុងតែប្រកាសប្រាប់ពិភពលោកថាថៃឈ្លានពានបែរទៅជាបរទេសគេគិតថាថៃកំពុងតែជួយបង្ក្រាប scammer ឲ្យពួកគេបងប្អូនតើរឿងនេះគួរគិតយ៉ាងម៉េចតើរឿងនេះយើងគួរគិតយ៉ាងម៉េចណាតើរឿងនេះយើងគួរគិតយ៉ាងម៉េចយើងគួរគិតថាវាយ៉ាងម៉េចចិនឲ្យអាវុធទៅហ៊ុនសែនបាញ់សៀមហើយក៏ឲ្យអាវុធទៅសៀមបាញ់ហ៊ុនសែនអាវុធទាំងសងខាងសិតរបស់ចិនណានៅស្រុកថៃមាន scammer តែអត់មានអ្នកណាចោទចំណែកនៅស្រុកខ្មែរមាន scammer បរទេសគេចោទណាតើវាយ៉ាងម៉េចចឹងណាអាហ្នឹងគឺជារឿងមួយខ្ញុំជូនប៉ុណ្ណឹងណាបងប្អូនថាមកដាច់គ្មានបរទេសកោលតូសៀមឈ្លានពាននាងឈ្មោះលីហ្នឹងគាត់ចេញមកនិយាយអញ្ចឹងអូខេអាហ្នឹងគឺជារឿងមួយដែលហើយឥឡូវហ្នឹង scam នៅស្រុកខ្មែរត្រូវគេចោទថាជា stem cell trafficker បងប្អូនបើនិយាយពី stem cell trafficker ណាបើនិយាយពី stem cell trafficker ណាបើនិយាយ stem cell trafficker គឺរឿងថ្មីអាហ្នឹងគេហៅ biotic វាជាតាក់ទងនឹង biotic ហ្នឹងអញ្ចឹងអូខេអាហ្នឹងវាអញ្ចឹងកម្ពូថាសូមតាឈប់និយាយលេងសើចច្រើនពេកវានាំជាបញ្ហាដល់កម្ពុជាព្រោះមានអ្នកយកសម្លេងយកទៅកាត់តច្រើនណាស់កូនហើយតាអត់មានឲ្យកម្ពុជាលំលាយទេហើយតាអត់មានធ្វើ scam ទេហើយតាអត់មានធ្វើចោរកម្មទេអត់ធ្វើចោរទេហើយតានិយាយប្រាប់ជាព័ត៌មានហើយវាទៅជាមានបញ្ហាចំពោះកម្ពុជាត្រង់កម្ពុជាបើកឲ្យចោរកម្មអក្រិតកម្មធ្វើចៅឯងមិនជួយនិយាយចៅឯងមកហាមតាដែលតាគ្រាន់តែជូនព័ត៌មានចៅឯងណាវាមានបញ្ហាអីតាធ្វើអីឲ្យបញ្ហាទៅកូនហើយណា
bad stone ប្រយ័ត្ន system វាលុបចោលអូខេកាលណាសរសេរវាចេញច្រើនបន្ទាត់ចឹងផ្អាកបន្តិចសិនតែច្រើនដែលពេកវាអា system ហ្នឹងវាមិនដឹងមិនវាទាត់ចេញចៅអូខេណាដូច្នេះកម្ពុជាតាសុំអង្វរចៅបើចៅយល់ឃើញតែសម្ដីតាហ្នឹងវាអត់បានការវាបង្កើតបញ្ហាចៅទៅស្ដាប់អ្នកដែលគេនិយាយល្អស្ដាប់អ្នកដទៃទៅកូនតាគ្រាន់តែប្រាប់ថាតានិយាយអត់មានបំផ្លាញស្រុកទេសទេអ្នកដែលបើកឲ្យ scammer នៅពេញស្រុកនោះទេដែលគេបំផ្លាញស្រុកទេសតែបើចៅនឹកមិនឃើញទេចៅកុំមកមើលតាណាចៅណាតាស្រឡាញ់ដើរលេងទៅពីព្រោះចៅអត់ស្ដាប់បានចៅអត់មានសមត្ថភាពស្ដាប់តាបានតានិយាយរឿងឲ្យចៅយល់វាទៅជាតាបង្កើតបញ្ហាវិញអញ្ចឹងសុំចៅដើរលេងទៅណាកូនណាអូខេណាចៅណាអញ្ចឹងឆ្លើយនឹងសំណួរបន្តទៅទៀតណាហេតុអ្វីខ្មែរនៅអាមេរិកភាគច្រើននៅតិចសាសអីចឹងខុសតង់មិញខ្មែរនៅតិចសាសតិចជាងខ្មែរនៅ California និង Massachusetts អត់មានហេតុអីទេខ្មែរយើងទៅនៅទីណាព្រោះគេចូលចិត្តនៅសហរដ្ឋអាមេរិកមាន50រដ្ឋណាចៅណាខ្មែរមួយចំនួនចូលចិត្តទៅនៅរដ្ឋ California ចំណែកតាអត់ចូលចិត្តខ្មែរមួយចំនួនទៅនៅ Florida តាមិនចូលចិត្តតាចូលចិត្តនៅរដ្ឋ Massachusetts រដ្ឋ North Carolina និង Texas តាចូលចិត្តរដ្ឋហ្នឹងវាមាន50រដ្ឋដូច្នេះអត់មានហេតុអីទេណាតង់មិញណាឧបមាថាតានៅជាមួយឆ្កែចៅមិនបាច់ឆ្ងល់ថាហេតុអីតានៅជាមួយឆ្កែតាចូលចិត្តនៅជាមួយឆ្កែបាននៅជាមួយឆ្កែអញ្ចឹងស្រុកតារស់នៅគឺមានសេរីភាពបើតានៅមួយកណ្ដុរក៏បានដែរកូនអូខេអញ្ចឹងកុំសួរហេតុអីណាកូនណាលើកលែងតែតានៅទៅវាគ្រោះថ្នាក់ដល់អ្នកដទៃវាកើតរោគដល់អ្នកដទៃអាហ្នឹងក្រសួងអនាម័យគេមកហាម5ស្រុកតាជាស្រុកមានសេរីភាពដូច្នេះកុំឆ្ងល់កូនណាមាន50រដ្ឋណាកឹមឌីបាទមកពីតាក់ទងអញ្ចឹងហើយវ៉ាន់ឌីលោកតាប្រទេសជិតខាងយើងដើរលឿនហើយគេផលិតអាវុធបានបើយើងនៅតូចសក់ថ្ងៃចាញ់គេហើយអាចថ្ងៃក្រោយខ្មែរទៅធ្វើការនៅយួនផងអនាគតទៅខ្មែរយើងទៅធ្វើការនៅវៀតណាមបន្តិចទៀតត្រូវការយើងណារឿងផលិតសព្វាវុធណាកូនគួរណាស់យើងនិយាយពីការផលិតអេឡិចត្រូនិកដំបូងយើងដើម្បីយើងផលិតសព្វាវុធតើយើងមានកម្លាំងធនធានមនុស្សផលិតគ្រឿងអេឡិចត្រូនិកគ្រឿងមេកានីកលគ្រឿងចក្រតូចឧទាហរណ៍យើងមានរោងចក្រផលិត microwave ឆ្នាំងអ៊ុតទូទឹកកកទូរទស្សន៍ប្រដាប់ហាន់សាច់ម៉ាស៊ីនប្រើប្រាស់ក្នុងផ្ទះបាយម៉ាស៊ីនបោកខោអាវណាឆ្នាំងធុងដាំទឹកណាអាំងសាច់យើងចេះផលិតម៉ូតូកង់យើងចេះផលិតហើយម៉ូតូយើងចេះផលិតហើយយើងផលិតឡានយើងផលិតរបស់ដទៃទៀតនៅពេលដែលយើងចេះផលិតរបស់ច្រើនទើបយើងអាចផលិតឈានទៅរកការផលិតអាវុធណាបើយើងអត់មានសមត្ថភាពនឹងផលិតបានរបស់អស់ហ្នឹងទេយើងទៅផលិតដទៃទៀតវាមិនទាន់បានណាកូនអាហ្នឹងអញ្ចឹងណាអូខេអញ្ចឹងខ្មែរខ្លាំងខ្មែរពូកែទើបមានគេច្រណែនច្រើនឥឡូវនេះដូចជាអត់មានអ្នកណាច្រណែនទេវាទៅជាគេស្អប់យើងយួនវាអត់ចូលចិត្តយើងពីព្រោះយើងលយសម្ដីយើងថាយើងមិនខ្ចីដកដង្ហើមចំណែកសៀមយើងលយសម្ដីស៊ីត្រាវដាក់វាអត់ចូលចិត្តយើងម៉ាឡេស៊ីប្រជាជនគេអត់ពេញចិត្តឲ្យអាន់វ៉ាអ៊ីប្រាហ៊ឹមជួយលោកហ៊ុនសែនទេពីព្រោះគេចាត់ទុកប្រទេសខ្មែរយើងជាសម្បុក scammer ចំណែករដ្ឋាភិបាលចិនទោះនិយាយយ៉ាងណាក៏ដោយប្រជាជនចិនមិនមកលេងស្រុកខ្មែរទេហើយនៅពេលដែលក្រសួងទេសចរបំរុងនឹងលើកលែងតម្លៃទិដ្ឋាការឥឡូវនេះគ្មានអ្នកណាមកទៀតទេយើងគួរទទួលស្គាល់នៅបញ្ហានេះហើយបញ្ញាប់ដោះស្រាយ
យើងត្រូវទទួលស្គាល់បញ្ហានេះហើយប្រញាប់ដោះស្រាយណាអូខេអឺសុជាលោកតាតើប្រទេសទី2មានសិទ្ធិចុះបង្ក្រាប scammer ប្រទេសទី1បានដែរឬទេហេតុអ្វីបរទេសមួយចំនួនដែលគ្រប់គ្រងប្រទេសថៃថាវាជាការចុះបង្ក្រាបអក្រិតកម្មគេមិននិយាយថាថៃមានសិទ្ធិមកបង្ក្រាបអក្រិតកម្មទេក៏ប៉ុន្តែគេអបអប្រជាជនគេអបអរីឯរដ្ឋាភិបាលគេអត់មាត់នឹងទី1ណាកូនណាសុជាតិទី2ប្រទេសអាមេរិកបានឲ្យកងទ័ពទៅស្ទាក់បាញ់កាណូតដឹកគ្រឿងញៀនចេញពីវេណេស៊ុយអេឡាហើយកងនាវាអាមេរិកបានទៅស្ទាក់បាញ់នាវាមុជទឹកដឹកគ្រឿងញៀនពីមិចស៊ីកូអូខេអាមេរិកកំពុងតែដាក់គំនាបបំរុងបិទដែនអាកាសវេណេស៊ុយអេឡាសំណួរសួរថាតើមានច្បាប់អន្តរជាតិណាអនុញ្ញាតឲ្យអាមេរិកធ្វើអញ្ចឹងចម្លើយថាអត់ទេចុះមិនក៏អាមេរិកកាំងធ្វើមកពីអំណាចចំណែកថៃអត់ប្រើអំណាចមកបំផ្លាញ scammer នៅស្រុកខ្មែរទេតែយកលេសថាខ្មែរឆ្លៀនពៀនវាក៏វាយខ្មែរហើយក៏ដើម្បីឲ្យបរទេសគ្រប់គ្រងវាក៏វាយ scammer ផងដែរណាចៅអញ្ចឹងជាមូលហេតុបើនិយាយផ្លូវច្បាប់វាអត់មានទេប៉ុន្តែជាមូលហេតុដើម្បីកែនមតិសាធារណៈមតិអន្តរជាតិឲ្យគ្រប់គ្រងវាទើបយើងដែលជាកម្ពុជានេះចាញ់ប្រៀបវាកូនណាអូខេសុជាតិនឹងការបញ្យល់ណាទីជាតិ scammer គឺសត្វតាចិនមេ scammer គឺសត្វតាចិនប៉ុន្តែប្រជាជនចិនដឹងថា scammer ហ្នឹងគឺចាញ់ពីរដ្ឋាភិបាលប្រជាជនចិនរងគ្រោះអញ្ចឹងប្រជាជនចិនក៏សប្បាយចិត្តនៅពេលដែលឃើញថៃតម្លាក់គ្រាប់បែកនឹងវាអញ្ចឹងខ្មែរយើងគួរយល់ឲ្យច្បាស់រឿងហ្នឹងបងប្អូនដែលមិនយល់មិនបាច់មើលខ្ញុំទេព្រោះខ្ញុំនេះគឺនិយាយដើម្បីឲ្យយល់ទេតែខ្ញុំមិនមែនជាព្រះជាម្ចាស់ដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាយល់ទេអញ្ចឹងហើយបានប្រាប់ថាបើកូនចៅណាមិនយល់រំលងទៅណាអាហ្នឹងអញ្ចឹងអូខេណាលោកពូតើសង្គ្រាមលើកនេះអាចជាការសាកល្បងអាវុធរបស់មហាអំណាចដែរឬទេ10% សង្គ្រាមលើកនេះគឺជារឿងមួយដ៏អស្ចារ្យណាស់ដែលប្រទេសចិនកំពុងតែយកអាវុធចិនមកដាក់ឲ្យខាងខ្មែរហើយនិងខាងសៀមកាប់សម្លាប់គ្នាដើម្បីផ្សព្វផ្សាយការលក់អាវុធបើយើងជាខ្មែរតើយើងគិតយ៉ាងម៉េចហើយបើថៃជាថៃគេគិតយ៉ាងម៉េចនៅក្នុងមតិសាធារណជនថៃចាប់ផ្ដើមឆ្ងល់ថាតើចិនជាមនុស្សគួររាប់រកឬទេដែលឲ្យហ៊ុនសែនមានអាវុធច្រើនណាស់អាវុធខ្លះអត់មានវិក័យប័ត្រទេយកមកបាញ់សៀមហើយខាងហ៊ុនសែនអត់មានណាហ៊ានឆ្ងល់ទេប៉ុន្តែខ្ញុំចង់ឲ្យសម្ដេចហ៊ុនសែនខ្លួនឯងចេះឆ្ងល់ផងថាក្របច្រើនណាស់ដែលថៃបាញ់ទៅលើតបហ៊ុនសែនគឺជាក្របចិនតើហ៊ុនសែននឹងយល់យ៉ាងម៉េចហើយអាតាហ៊ានថៃនឹងយល់យ៉ាងម៉េចអាហ្នឹងអញ្ចឹងណាអាហ្នឹងអញ្ចឹងជារឿងមួយដែលអស្ចារ្យណាស់ណាដែលអស្ចារ្យណាស់ណាបើអត់មាន scammer មានលុយពីណាទិញអាវុធកុងតែគេកំចាត់ចោលទេព្រោះវាអត់ទាន់ដល់ពេលណាអូខេអញ្ចឹងបើយើងគិតអញ្ចឹងថាតលតែយកលុយពី scammer ទៅមានលុយទិញអាវុធអញ្ចឹងយើងគិតមើលថាតើបើកទឹកដីឲ្យ scammer ធ្វើការអំណាចរបស់យើងឆាប់អលាយឬក៏ដោះស្រាយ scammer ឆាប់អលាយជាងគោលដៅរលាយដូចគ្នាអាមួយណាឆាប់ជាងឥឡូវនេះសញ្ញាឃើញថាមាន scammer ដូចជាឆាប់អង្គើជាងតើយល់ដូចខ្ញុំទេអាហ្នឹងអញ្ចឹងណាយើងតលតែគិតទាំងអស់គ្នាទៅចំពោះខ្មែរក្នុងស្រុកណារិទ្ធាយាតារូបថតថៃគោរពទង់ជាតិ
ហើយងាប់ពិតឬទេតាសុំទោសចៅតាមិនចាប់អារម្មណ៍រឿងហ្នឹងហេតុដូចម្ដេចបានតាអត់ចាប់អារម្មណ៍រឿងហ្នឹងតាអត់ចង់ឃើញខ្មែរយើងងាប់ហើយអត់ចង់ឃើញថៃងាប់ហើយអត់ចង់ឃើញជនស្លូកត្រង់នឹងកងទ័ពសំបីតែយូក្រែនក៏ដោយអ៊ីស្រាអែលក៏អត់ចង់ដែរតែបើចៅចង់ដឹងរឿងងាប់តាអត់ចេះឆ្លើយចៅព្រោះចៅចង់ដឹងរឿងគេងាប់ចំណែកតាអត់ចង់តាអត់ចង់ទេតាអត់ចង់ឃើញអញ្ចឹងតាអត់ផ្សាយរឿងស្លាប់ហ្នឹងទេហើយបើតាចៅមកសួរតាសុំមិនចេះឆ្លើយព្រោះតារៀននឹងសភៅអត់រៀននឹងខ្មោចទេណាតាចាត់ទុកថាអ្នកណាក៏ដោយទៅសួររឿងងាប់ណាអ្នកហ្នឹងគឺនៅក្នុងចិត្តហ្នឹងបើសិនជាគេបំពុលចិត្តហ្នឹងឲ្យប្រព្រឹត្តនៅអំពើហិង្សាអ្នកហ្នឹងប្រព្រឹត្តអំពើហិង្សាភ្លាមពីព្រោះអ្នកដែលចាប់អារម្មណ៍រឿងគេងាប់គឺងាយណាស់ដែលអាចមានស្អីមួយដែលមកបង្វិលសតិអារម្មណ៍ឲ្យប្រព្រឹត្តនៅអំពើហិង្សាខ្ញុំប្រាប់ចៅណាសូមបីតែខ្មោចងាប់បើក្តារមឈូសនៅអាមេរិកគេលាបមុខលាបមាត់អីស្អាតខ្ញុំទៅបន់សពខ្ញុំមិនដែលទៅមើលមុខខ្មោចទេចុះតម្រាំខ្មោចដែលងាប់តៃហោងវិញឲ្យខ្ញុំទៅចិត្តខ្ញុំមិនទៅចិត្តទេពីព្រោះមកជីវិតខ្ញុំដែលឆ្លងកាត់សង្គ្រាមខ្ញុំដេកជាមួយខ្មោចហើមស្អុយឲ្យលួយហ្នឹងវាញឹកញយខ្ញុំអត់មានទេខ្ញុំចង់ឃើញបុប្ផាផ្កាក្រអូបឈ្ងុយទឹកមុខញញឹមរបស់ខ្មែរយើងនិងសេចក្តីផ្អែមល្ហែមរបស់មេដឹកនាំចំពោះប្រជាជនខ្ញុំអត់ចង់ឃើញរឿងហ្នឹងទេអញ្ចឹងសុំទោសណាចាអត់អាចឆ្លើយបានទេពីព្រោះជារឿងមួយដែលជៀសវាងណាទីជាតិ maybe Thai created events then you have to prove it if you are talking just maybe that means you cannot make other people believe ឧទាហរណ៍ថាមជ្ឈដ្ឋានអន្តរជាតិគេជឿថៃតែយើងដឹងថាថៃវា create អានោះ you have to prove it មានន័យថាយើងត្រូវតែបង្ហាញយល់ទេដោយរឿងផ្សែងពុលចឹងរាជការកម្ពុជាផ្សាយថាថៃបាញ់ផ្សែងពុលចុះលទ្ធផលពិសោធន៍ឈាមមានទេអត់ចុះខ្មោចដែលស្លាប់ឆាប់ដុតអត់មានធ្វើកោសលវិនិច្ឆ័យតាមមន្ទីរពិសោធន៍ទេអញ្ចឹងរាជការខ្មែរចោទថាថៃបាញ់ផ្សែងពុលហើយអត់មានlaboratory report ធ្វើម៉េចនឹងទៅរឹងថៃបានអូខេអានោះអញ្ចឹងហើយបើចង់បង្ហាញថាអាគារនឹងមិនមែន scammer វាតលតែមានផុសតាងទៅ prove it អញ្ចឹងទីជាតិមានគំនិតល្អថាថៃ maybe they created it but you have to prove they are wrong ណាកូនណាត្រូវបង្ហាញថាគេធ្វើដោយប្រឌិតយល់ទេអង្គលណា I'm working South Korea យ៉ាអរគុណណាកូនណាឃើញសរសេរណាEllie Rosie ត្រឹមត្រូវហើយគាត់ជាមនុស្សឆ្លាតណាបើកូនឯងនៅចិត្តគាត់កូនឯងនឹងរងគ្រោះបើកូនឯងនៅចិត្តគាត់ហើយកូនឯងគ្រប់អាយុឆ្នាំក្រោយនេះគាត់ចាប់កូនឯងទៅទាហានព្រោះត្រូវការច្បាំងគាត់ឆ្លាតតើការដែលគាត់ឆ្លាតហ្នឹងកូនឯងចូលចិត្តទេហើយបើកូនឯងរស់នៅក្រោមប្រកបការគ្រប់គ្រងរបស់គាត់ហើយគាត់ឆ្លាតអញ្ចឹងកូនឯងពេញចិត្តទេបើកូនឯងពេញចិត្តអត់អីទេកូនណាហើយចំណែកឯខ្ញុំវិញខ្ញុំអត់មានយោបល់ទេកូនព្រោះខ្ញុំអត់រស់នៅជាមួយគាត់ណាបើកូនឯងយល់ឃើញថាគាត់ជាមនុស្សឆ្លាតអានឹងស្រេចកូនឯងចំណែកខ្ញុំអត់មានតវ៉ា Victor Sang អញ្ចឹងតាបានពួកលក់លេ donation សាហាវម្លេះសាហាវជាង Elon Musk លក់លេនៅខ្មែរមិនដឹងទេមិនដឹងគិតទៅចាញ់ហើយយកតែគុកបានរតនាមកពីគេលាក់ចិត្តជាងខ្មែរទេដឹងប្រហែលអញ្ចឹង Salem scammer ប្រព្រឹត្តទាំងអស់លក់គ្រឿងក្នុងលក់អាវុធបោកប្រាស់ Biotech បាទImposter បាទដានេតហេងលោកតាខ្ញុំគិតថារដ្ឋាភិបាលខ្មែរមិនប្រកាសស៊ើបអង្កេតបទចោទរបស់អន្តរជាតិទៅលើជនជាតិច្រើនជឿទេ
ស្មើជួយបញ្ជាក់ពិភពលោកថាគេសង្ស័យនោះជាការពិត yes yes កូនវាអញ្ចឹងមែនលោកតាគិតថាខ្មែរឈ្នះឬទេសំទោសណាចៅណាតាឆ្លើយតាមត្រង់អត់ឈ្នះទេកូនប្រញាប់ចរចាហើយឈប់ស៊ីត្រាវអត់ឈ្នះទេកូនសំទោសណាកូនណាឆ្លើយត្រង់អត់ឈ្នះទេណាSBVR 1985តើខ្មែរពិតជាទិញយន្តហោះពីចិនមែនទេទិញឥឡូវតម្លើង1000គ្រឿងអូខេនិយាយលេងសោះហ្នឹងណាដើម្បីឲ្យពួកអាស៊ីចូលវាចូលចាំឯងក្មួយឯងមកជឿដែរយើងប្រឡងបាក់ដប់ជាប់អត់ចេះគិតលេខផងទៅបើកអាចអីកើតណាទៅបើកអាចកើតpilot ម្នាក់ត្រូវចំណាយ5ទៅ7លានដុល្លារដើម្បី training ដើម្បីទៅហាត់ហើយត្រូវការ5ឆ្នាំឥឡូវនេះឆ្នាំ25បើបញ្ជាទិញយន្តហោះពីចិនមក100គ្រឿងវាតលឆ្នាំ30បានបើកបានតើអំណាចហ៊ុនសែននៅដល់ឆ្នាំ30ទេនិយាយប៉ុណ្្នឹងហើយចាក្មួយឯងមិនយល់ទៀតតានិយាយលេងផងណាអូខេយ៉ាខ្ញុំនឹងឪពុកខ្ញុំស្ដាប់អរគុណកូនប៉ុន្តែកុំជឿណាកូនណាត្រូវខំប្រឹងពិចារណាអូខេណាអញ្ចឹងសំបកក្របយកម្ករំលាយធ្វើឆ្នាំងធ្វើខ្វះល្អប្រើណាស់បើសិនណាជាយល់ឃើញថាសៀមមកវាយឲ្យបានយកសពាវុធសៀមមកធ្វើឆ្នាំងអាហ្នឹងគួរណាស់ហៅសៀមមកវាយទៀតពីព្រោះវាចូលចិត្តវាយអូខេជាងលាក់ពួកពូកម្ពុជាទិញយន្តហោះ100គ្រឿងឥឡូវថែម900គ្រឿងទៀតគ្រប់1000គ្រឿងណាnobody តើខ្មែរមានអ្វីដែលអាចបង្ខំឲ្យថៃចាញ់មុខបញ្ឈប់សង្គ្រាមនេះដែរទេចរចាណាចរចាលោកតាយល់ដូចខ្ញុំទេតាំងពីនយោបាយលោតហក់មកឃើញថាបាទបិទតមាត់ទៅវារស់បានយូរបាទហើយណាបាទលីសែនបាទnever gone រឿងបាទ bad stone លោកតាបើច្បាំងសក់ស្រាប់តែខ្មែរចាញ់យន្តហោះចម្បាំងមកគឺនឹងមានរឿងអ្វីកើតឡើងវាជាសុបិនពីព្រោះវាអត់ចាញ់អញ្ចឹងកូនដើម្បីឲ្យមនុស្សម្នាក់ខ្លាយជា pilot ត្រូវការ5ឆ្នាំហើយលុយពី3ទៅ7លានដុល្លារបូកនឹងយន្តហោះ100លានអញ្ចឹងក្នុងមួយគ្រឿងហើយនឹងអ្នកបើកម្នាក់ហ្នឹងវាប្រហែលជា110លានដុល្លារណា110លានដុល្លារគ្រាន់តែចេះបើកទេណាហើយបើ110លានដុល្លារវាលុយវាមិនខ្វះទេណាប៉ុន្តែវាត្រូវចាំ5ឆ្នាំតើអំណាចលោកហ៊ុនសែនច្បាំងជាមួយសៀមបាន5ឆ្នាំទេខ្លាចមិនបានណាកូនខ្លាចច្បាំង5ឆ្នាំវាមិនបានណាយល់ទេបើ5ឆ្នាំបានអានឹងវាមិនអីទេអញ្ចឹងបាទលោកតាមានមតិមួយលើកឡើងថាការបាញ់ទម្លាក់ F-16 អាចធ្វើឲ្យ US ខឹងរឿងហ្នឹងគេភូតទេខ្ញុំដែលជាអាមេរិកកាំងសុំពេលនេះឲ្យលោកហ៊ុនសែនយកអីមកបាញ់ទៅវាព្រោះវាចូលដែនអាកាសយើងទាហានសៀមប្រើអាវុធចិនបាញ់ហ៊ុនសែនតបហ៊ុនសែនប្រើអាវុធចិនបាញ់សៀមណាខ្ទេចអាវុធអស់មិនក៏ចិនវាអត់ខឹងមិនត្រឹមតែចិនអត់ខឹងទេចិនវាសបាយលក់ឲ្យទៀតអូខេអាមេរិកកាំងត្រូវការឲ្យគេបាញ់យន្តហោះធ្លាក់ដើម្បីនឹងឲ្យអ្នកវិទ្យាសាស្ត្រអាមេរិកកាំងកសាងយន្តហោះថ្មីអញ្ចឹងហើយបានយន្តហោះចេះតែចេញថ្មីមកពីគេយកទៅពិសោធន៍ហើយពិសោធន៍ហ្នឹងគេមិនមែនពិសោធន៍អួតទេគេត្រូវតែដឹងឲ្យច្បាស់
អញ្ចឹងគួរណាស់តែប្រជាជនធ្វើញត្តិមួយឡើងលោកហ៊ុនសែនឲ្យលោកហ៊ុនសែនយកអា KS01 យក KS1C ហ្នឹងយកមកបាញ់មកណាយកមកបាញ់មកយន្តហោះចាស់អាមេរិកមានថាអីវាសូម្បីតែថ្មីក៏គួរណាស់សាកល្បងបើសិនជាអាវុធចិនអាចបាញ់យន្តហោះ F35 បានអាមេរិកដូរយន្តហោះហើយពីព្រោះនៅក្នុងមុខវិជ្ជាសាស្ត្រ you know whenever it is tested if it doesn't work they have to find new science អត់មានណាខឹងទេកូនជំរាបសួរលោកអ៊ំតើមានការតាក់ទងរវាងសៀមនិងយួនទេបាទតាក់ទងមិនមែន11សីហាទេតាំងពីឆ្នាំ94មកម្លេះល្បាតរួមមិនទាន់គេមិនអាចបិទឈូងសមុទ្រថៃឡង់បានទេតែគេអាចរឹតបន្តឹងណារៀននិការៀនអីចេះស្ដាប់អានអត់ដាច់ទេឈប់ចូលឈប់អួតឈប់ភូតហើយកំប្រឹងត្រឹមត្រូវអានឹងពេញចិត្តអញ្ចឹងដុកស៊ីតានៅ USA ម៉ោងប្រហែលបច្ចុប្បន្នម៉ោង 1:43 នាទីរំលងអាត្រៀតចូលថ្ងៃពុធទី17ខែធ្នូឆ្នាំ2025ម៉ូនីសាន់អត់តន់ទេបងគេងពីថ្ងៃបាទ your favorite លោកតាផ្អែកលើការវិភាគតើសម្ដេចគាត់ចាប់ដៃជាមួយខាងណាមុនចាប់ដៃជាមួយចិនសម្ដេចគ្មានសារធាតុជាមួយអាមេរិកទេសាន់មុននឹងឃើញទេហ៊ានសៀមថតវីដេអូនៅប្រាសាទតាកបីកន្លែងដែលទៅនឹងខូចខាតតើពិតឬទេអូយមិនពិតទេអានឹងសិតតែ AI វាមិនពិតទេកុំជឿសៀមក្នុង28សមរភូមិតាមបណ្ដោយព្រំដែន800គីឡូម៉ែត្រក្រឡាកងទ័ពហ៊ុនសែនកាន់កាប់ទាំងស្រុងថៃកំពុងបាក់ទ័ពរត់ខ្ចាត់ខ្ចាយរត់ក្រោះអស់ពីឃ្លាំងយន្តហោះកំពុងខ្វះបន្លាស់មិនយូរមិនឆាប់ទេសម្ដេចហ៊ុនសែននឹងទាញអាវុធថ្មីក្រោកបាញ់ក្តាំងថៃលួសប្រលឹងរត់បាក់ស្បាតលែងហ៊ានមកអើតនៅព្រំដែនទៀតហើយអ្វីដែលថៃខំប្រឌិតតាមវីដេអូគឺសុទ្ធតែคล้ายទាំងអស់កុំជឿនេះអាកាពិនេះនិយាយភូតរាល់ដងភូតរាល់ដងណារឿងអីអាកាពិវាយឈ្នះយើងនៅនឹងព្រៃច័ន្ទដីរៀបស្មើដីចំការសោះវាវាយអត់បានទេចូលមកក្នុងដីខ្មែរយើងតែ200ម៉ែត្រទេមកដល់និយាយ 3M21 យើងដាក់ម្ដងមកច្រែងបងប្អូនដឹងទេសម្ដេចហ៊ុនសែនកំពុងតែរៀបចំផែនការមួយនៅពេលដែលសៀមបាក់ទ័ពចប់សង្គ្រាមណាយើងនៅប្រទេសកម្ពុជាកសិកម្មយើងអត់មានត្រូវការទិញជីពីបរទេសទៀតទេគ្រាន់តែទៅអានសេះវាលអន្ត្រីភ្នំខ្មោចភ្នំត្រាប់តាកបីប្រាសាទខ្នាតមន់តូចតមន់ធំណាវាលវែងអូ3ជាន់ណាយើងអាចដាក់បង្កើតរោងចក្រធ្វើជីកសិកម្មដែលរោងចក្រយើងអត់បាច់ផលិតទេគ្រាន់តែដាក់ម៉ាស៊ីនបាដីហ្នឹងឲ្យច្រកលាយថែមដីច្រកបាវយកមកលក់កសិកម្មនៅកម្ពុជាអាចធ្វើបាន250ឆ្នាំទៅមុខទៀតដី5ទៅ7លានហិកតាដែលជាដីស្រែចម្ការយើងតាំងពីដាំម្រេចដាំកាហ្វេដាំកៅស៊ូដាំបន្លែរហូតដល់ដាំស្រូវគឺយើងអត់បាច់ប្រើជីគីមីទេគឺជីធម្មជាតិដោយវីរៈកងទ័ពយើងបានប្រើ 3M21 តឹងកច្រែងផលិតជីរួចជាស្រេចអញ្ចឹងនៅពេលសង្គ្រាមចប់យើងគ្រាន់តែរកស៊ីលក់ជីណាយើងគ្រាន់តែរកស៊ីលក់ជីយើងខ្លាយទៅជាប្រទេសដែលអាចនាំជីឧស្សាហកម្មចេញបានទៀតទុកចិត្តចុះក្រោមការដឹកនាំដ៏ឆ្លៀសវៃគឺមានវិនិយោគរយៈពេលវែងអញ្ចឹងហើយបានសម័យខ្មែរក្រហមគេថាមិត្តឯងប្រាប់ខ្ញុំឲ្យត្រង់បើមិនប្រាប់ខ្ញុំឲ្យត្រង់នេះមិត្តឯងខ្ញុំធ្វើជីអាពាក្យធ្វើជីនេះវាកើតពីសម័យខ្មែរក្រហមមកអូខេសម្បត្តិហើយដល់ម៉ោងធ្វើការខ្ជិលស្ដាប់តែឯងចូលពេក
mới chỉ bạch mới tranh tắc hay nó vậy thế à này áp tranh này nơi nông kháo thì bạch tranh đang tắc chán bộ phật từng hù nữa đang chẳng nè từng hù á nèរាល់ថ្ងៃសូមបីជីស្ងោរជ្រក់ប្រទេសក៏ទិញពីយួនប៉ុន្តែក្រោយសង្គ្រាមស្អីក៏មានដែរជី Uncle ទាបាញ់ family Thai he's a Cambodian but doing business with Thai